បងប្អូនទាំងអស់គ្នាធ្លាប់តែឮគេធ្វើងៀតគោមែនអត់តោះថ្ងៃនេះគឺខ្ញុំនឹងមកប្រាប់ពីរបៀបធ្វើងៀតសាច់ជ្រូកឲ្យបងប្អូនទាំងអស់គ្នាបានដឹងតាមពិតទៅងៀតសាច់ជ្រូកក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូនបើសិនជាយើងរើសសាច់ណាដែលល្អហើយផុយបើមានជាប់ខ្លាញ់ទៀតគឺរឹតតែល្អហើយជាដំបូងខ្ញុំធ្វើការបុករំដេងឲ្យបានម៉ត់ល្អហើយខ្ញុំមកលាយគ្រឿងរបស់ខ្ញុំគឺមានអំបិលរ៉ូឌីប៊ីចេងទឹកស៊ីអ៊ីវហើយនឹងស្ករត្នោតបងប្អូនទាំងអស់គ្នាដាក់ស្ករត្នោតគឺសាច់របស់យើងទន់ហើយឈ្ងុយហ្មងហើយបងប្អូនទាំងអស់គ្នាកុំភ្លេចម្ទេសហុយផងបើសិនជាចូលចិត្តហឹរដាក់តាមចំណង់ចំណូលចិត្តបានប៉ុន្តែខ្ញុំអត់សូវចូលចិត្តហឹរហ្មងទេគឺខ្ញុំដាក់តែល្មមទេហើយខ្ញុំក៏មកដាក់សាច់របស់ខ្ញុំចូលសម្រាប់សាច់ជ្រូកនឹងគឺថាខ្ញុំយកចូលខ្លាញ់តិចវាមានរសជាតិឆ្ងាញ់ណាហើយខ្ញុំប្រឡាក់ច្បល់ចូលឲ្យសព្វហើយខ្ញុំដាក់រំដេងចូលមុនរំដេងមុននឹងខ្ញុំដាក់គឺខ្ញុំធ្វើការចម្រាច់ឲ្យវាចេញទឹកសិនយើងគឺមានក្លិនឈ្ងុយហើយបងប្អូនទាំងអស់គ្នាកុំភ្លេចបន្ថែមប្រេងអូលីវផងសម្រាប់ប្រេងអូលីវហ្នឹងគឺចោលអត់បានទេហើយសម្រាប់ការទុកហ្នឹងគឺខ្ញុំទុកតែមួយយប់ទេក្នុងទូទឹកកកហើយខ្ញុំក៏យកមកហាលថ្ងៃហ្នឹងគឺថាអត់សូវមានថ្ងៃទេបងប្អូននៅថ្ងៃហ្នឹងវាអត់សូវថ្ងៃល្អចឹងទៅអត់សូវក្រៀមហ្មងទេប៉ុន្តែគឺថាសាច់របស់យើងក្រហមល្អមែនតើហើយរួចរាល់បងប្អូនទាំងអស់គ្នាសម្រាប់ងៀតសាច់ជ្រូករបស់ខ្ញុំហើយបាយបាយ